ក្រោយពេលប្រមូលផលរួចដើមទុរេនបានប្រើប្រាស់ថាមពលសារធាតុចិញ្ចឹមនិងទឹកយ៉ាងច្រើនដើម្បីចិញ្ចឹមផ្លែប្រសិនបើមិនស្ដារដើមឲ្យបានត្រឹមត្រូវទេដើមអាចខ្សោយស្លឹកមិនលូតលាស់ល្អឬខូចនិងប៉ះពាល់ដល់ការចេញផ្កានៅរដូវបន្ទាប់ការស្ដារដើមទុរេនក្រោយប្រមូលផលគឺជាគន្លឹះដ៏សំខាន់បំផុតមួយក្នុងការដាំដុះទុរេនបើប្រៀបធៀបឲ្យងាយយល់ការប្រមូលផលរួចប្រៀបដូចជាអ្នកម្ដាយដែលទើបតែឆ្លងទន្លេរួចអញ្ចឹងដែរពោលគឺដើមទុរេនបានប្រើប្រាស់កម្លាំងនិងសារធាតុចិញ្ចឹមស្ទើរតែទាំងអស់ដើម្បីទៅចិញ្ចឹមផ្លែការស្ដារដើមក្រោយប្រមូលផលមានសារៈសំខាន់ខ្លាំងណាស់ព្រោះវាជួយស្ដារកម្លាំងដើមនិងស្លឹកឡើងវិញជំរុញការលូតលាស់នៃឫសថ្មីបង្កើនការស្រូបយកជីនិងទឹកបានល្អកាត់បន្ថយការវាយប្រហារពីជំងឺនិងសត្វល្អិតចង្រៃរៀបចំដើមឲ្យមានសុខភាពល្អសម្រាប់ការបង្កើនផលនៅរដូវក្រោយដើមដែលស្ដារបានល្អនិងមានស្លឹកថ្មីល្អឬរឹងមាំនឹងអាចផ្ដល់ទិន្នផលខ្ពស់ជាងមុនជំហានដំបូងនៃការស្ដារដើមគឺការកាត់តែងមែកដើម្បីជួយឲ្យពន្លឺនិងខ្យល់ចេញចូលបានល្អកាត់បន្ថយជំងឺនិងជួយឲ្យដើមស្ដារខ្លួនបានលឿននិងកាត់បន្ថយការដណ្ដើមសារធាតុចិញ្ចឹមការកាត់តែងមែកគឺត្រូវកាត់មែកណាដែលស្ងួតកាត់មែកមានជំងឺកាត់មែកខ្វែងគ្នានិងមែកគ្មានប្រយោជន៍សម្អាតស្មៅនិងកាកសំណល់នៅក្រោមដើមបន្ទាប់ពីកាត់មែករួចត្រូវធ្វើការលាងដើមដើម្បីសម្អាតស្នាមជំងឺស្លែពពួកផ្សិតនិងសត្វល្អិតដែលនៅសល់នៅលើសំបកដើមសូមប្រើប្រាស់រូបមន្ត Super លូតលាស់500 មីលីលីត្របូកជាមួយនឹង Super Fly 500 មីលីលីត្របូកជាមួយនឹង Foreman Fipro 1 លីត្រសម្រាប់ទឹក 1000 លីត្រការប្រើប្រាស់រួមគ្នាជួយសម្អាតមេរោគផ្សិតនិងបាក់តេរីលើដើមមែកនិងស្លឹកទុរេនកម្ចាត់សត្វល្អិតចង្រៃតាមរយៈដើមមែកនិងស្លឹកជួយឲ្យដើមមានសុខភាពល្អត្រៀមលូតលាស់ត្រួយថ្មីនិងរក្សាគុណភាពស្លឹកដើមស្អាតនិងមានសុខភាពល្អគឺជាមូលដ្ឋានសម្រាប់ការលូតលាស់ស្លឹកថ្មីដែលមានគុណភាពក្រោយពេលដើមបានប្រើប្រាស់ថាមពលច្រើនក្នុងការចិញ្ចឹមផ្លែប្រព័ន្ធឫសក៏ទទួលរងភាពនឿយហត់ដែរដូច្នេះការស្ដារប្រព័ន្ធឫសនិងសម្រួលដីគឺជាជំហានសំខាន់បំផុតរូបមន្តសម្រួលឫសAmino Sweet 1 លីត្របូកជាមួយនឹង Phoenix Gold 1 លីត្របូកជាមួយនឹង Promo Carb 1 លីត្រសម្រាប់ទឹក 1000 លីត្របាញ់ប៉ារ៉ូវេនពីចុងសំយាបមែកចូលគល់ដោយប្រើប្រាស់ក្នុងមួយដើមឲ្យបានយ៉ាងតិច15 លីត្រការប្រើប្រាស់រូបមន្តនេះជួយជំរុញការដុះឫសថ្មីបង្កើនសកម្មភាពអតិសកម្មប្រាណក្នុងដីនិងជួយឲ្យដើមស្រូបយកជីបានកាន់តែល្អរំដោះឥទ្ធិពលប៉ាក្លូឬយើងហៅថា PBZ លាងសម្អាតសារធាតុពុលក្នុងដីពីការប្រើប្រាស់ថ្នាំស្មៅនិងថ្នាំសត្វល្អិតឬលើសកម្រិតព្យាបាលប្រព័ន្ធឫសជំរុញបញ្ចេញឫសថ្មីលឿនចេញខ្នែងច្រើនបង្កើន pH ដីនិងរក្សារចនាសម្ព័ន្ធដីឡើងមកវិញសម្រួលដំណើរអរម៉ូនលូតលាស់ធម្មជាតិឡើងវិញឫសល្អដីល្អដើមក៏លូតលាស់ល្អនិងមានសក្តានុពលខ្ពស់សម្រាប់រដូវបន្ទាប់សូមចងចាំថាការស្ដារដើមក្រោយប្រមូលផលគឺជាវគ្គសំខាន់បំផុតមួយក្នុងការគ្រប់គ្រងចម្ការទុរេនកាត់មែកឲ្យបានត្រឹមត្រូវបាញ់លាងដើមដោយ Super លូតលាស់បូកជាមួយនឹង Super Fly បូកជាមួយនឹង Foreman Fipro និងស្ដារប្រព័ន្ធឫសដោយ Amino Sweet បូកជាមួយនឹង Phoenix Gold បូកជាមួយនឹង Promo Carb ដើម្បីឲ្យដើមរឹងមាំស្លឹកល្អឬខ្លាំងនិងត្រៀមខ្លួនសម្រាប់ទិន្នផលខ្ពស់នៅរដូវក្រោយ